មន្ត្រីថៃពីររូបនេះហើយកំពុងរងការជេរប្រមាថជេរស្ដីមើងងាយខ្លាំងមែនទែនពីប្រជាពលរដ្ឋថៃបងប្អូនហើយទី1ហ្នឹងគឺលោកណាតផុនទី2គឺលោកប្រាសាសមូលហេតុដែលប្រជាជនថៃចូលមកជេរប្រមាថមកលើពួកលោកទាំងពីរខ្លាំងដោយសារតែប្រជាជនថៃចាប់ផ្ដើមបាត់បង់ទំនុកចិត្តទៅលើពួកគាត់ទាំងពីរខកបំណងនឹងចាប់ប្រកាន់ថាពួកលោកទាំងពីរហ្នឹងបន្ទន់អេរយាប័តនឹងយល់តាមសំណើរបស់កម្ពុជាហួសហេតុពេកបងប្អូនថាយើងថាយល់តាមសំណើរបស់កម្ពុជាយើងហួសហេតុពេកនៅក្នុងកិច្ចប្រជុំ JBC និង GBC ដែលធ្វើឲ្យប្រទេសថៃខាតប្រយោជន៍នៅក្នុងចំនួនព្រំដែនរវាងប្រទេសទាំងពីរអញ្ចឹងបងប្អូនឃើញហើយថាភាពអត់ធ្មត់របស់ថ្នាក់ដឹកនាំរបស់យើងគឺចាប់ផ្ដើមចេញលទ្ធផលហើយបងប្អូនអញ្ចឹងបើខាងថៃវាខាតប្រយោជន៍អញ្ចឹងមានតែបានប្រយោជន៍មកប្រទេសកម្ពុជារបស់យើងដូច្នេះបងប្អូនជឿជាក់លើរដ្ឋាភិបាលរបស់យើងលោកមិនធ្វើឲ្យបាត់បង់ទឹកដីនោះទេគ្រាន់តែយើងត្រូវការភាពបញ្ជាសង្គ្រាមបងប្អូនកាលណាមានសង្គ្រាមគឺខាត់ធម្មសង្គ្រាមបាត់បង់ទាំងទំនុកបាត់បង់ទាំងជីវិតកងទ័ពបាត់បង់ទាំងផ្ទះសម្បែងជីវរដ្ឋអញ្ចឹងនេះហើយគឺជាលទ្ធផលដែលយើងបានអត់ធ្មត់កន្លងមកអញ្ចឹងបងប្អូនអញ្ចឹងការចោះវាស់វែងតាមប្រកោព្រំដែននីមួយៗហ្នឹងនឹងចោះវាស់វែងឆាប់ហើយបងប្អូនអញ្ចឹងកន្លែងណាដែលជារបស់គេយើងឲ្យគេកន្លែងណាដែលជារបស់យើងគឺបានមកយើងដោយស្វ័យប្រវត្តិអាលបងលុះលបងអីហ្នឹងតិចទៀតរើចេញឯងបងប្អូនដោយស្វ័យប្រវត្តិកំពូលសោសុវត្ថិភាពទំនើបឆ្លាតវៃ Mr. Home បើកទ្វារដោយ scan ក្រយៅដៃ scan មុខ scan កាតនិងបញ្ជាពី app ក្នុងទូរស័ព្ទពីចម្ងាយ